សួស្តីអ្នកទាំងគ្នាខ្ញុំបាទ Boy K សម្រាយពេលនេះខ្ញុំបានលើកយកទងហងមួយដែលមិនមែនជារឿងថ្មីគឺជារឿងចាស់ដែលខ្ញុំយកមកសម្រាប់ជូនដល់អ្នកទាំងអស់គ្នាដែលអ្នកទាំងអស់គ្នាមួយចំនួនក៏ធ្លាប់មើលរឿងនេះរួចមកហើយដែរដែលរឿងនេះមានចំណងជើងថា Tale of Demons and Gods បើជាភាសាខ្មែរថារឿងនិទាននៃអារក្សនិងព្រះដូច្នេះមុនចូលទៅដល់ការសម្រាយឲ្យមានសម័យអ្នកទាំងអស់គ្នាជួយចែកសាប់និងបើកសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗនៅពេលដែល admin upload វីដេអូចូលទៅក្នុង YouTube ដូច្នេះសូមអ្នកទាំងអស់គ្នាចូលទៅស្ដាប់ការសម្រាយរបស់ admin ទាំងអស់គ្នាបន្ទាប់ពីភាពមុនដែលអ្នកភូមិចង់ដំឡើងថ្លៃអង្គរនឹងសាច់នីលីក៏ធ្វើការបញ្ឈប់ការជួញដូរជាមួយនឹងពួកគេដោយនីលីគិតថាថ្មផ្សែងស្វាយប៉ុណ្ណេះកាយនឹងគ្រប់គ្រាន់សម្រាប់គេវឹកហាត់ហើយលីលីក៏ដើរចាក់ចែងពីទីនោះទៅជួបនឹងនិយាយទៅកាន់ប្រងោពីវិមាត្រហើយក៏បានដើរចាក់ចែងពីកន្លែងនោះទៅចំណែកប្រងោក៏បាននិយាយទៅកាន់សៀវយ៉ាងថាតើទីក្រុងកូឡូរីសិទ្ធិដែលនីលីបាននិយាយជាការបដិសេធទេដោយសៀវយ៉ាងតបទៅកាន់ប្រងោវិញថាសោខួងតាមមើលពីសកម្មភាពរបស់នីលីដែលចាយវាដូចជាសទ្ធិមើលទៅពាក្យសម្ដីរបស់គេប្រកាសជាការពិតដល់ពេលងក៏បានទទួលស្គាល់ហើយក៏បាននិយាយទៅកាន់សៅយ៉ាងថាប្រសិនបើវាជាពាក្យពិតនោះគេប្រកាសជាធ្វើតាមពាក្យសម្ដីរបស់លីលីដោយសារតែក៏សម្ព័ន្ធថឹងយន្តក្រីក្រខ្លាំងមែនទែនមនុស្សអត់ឃ្លានជារៀងរាល់ថ្ងៃប្រសិនបើជាយើងផ្លាស់ប្ដូរទៅកាន់កន្លែងណាមួយដែលមានសម្បូរទៅដោយស្បៀងអាហារសម្រាប់ចិញ្ចឹមជីវិតវាគឺជារឿងល្អប្រសើរជាងនេះហើយពេលងក៏បាននិយាយបន្ថែមទៀតថាប្រសិនបើជាមានកន្លែងបែបនេះមែនខ្ញុំនឹងទៅបញ្ចុះបញ្ចូលមេកុនសម្ព័ន្ធឲ្យយកស្រោបហើយធ្វើដំណើរទៅកាន់ទីនោះប្រសើរជាងរងចាំស្លាប់នៅក្នុងភាពអត់ឃ្លានបែបនេះហើយអ្នកទាំងពីរក៏បានព្រមព្រៀងគ្នាថានឹងធ្វើដំណើរទៅកាន់ទីក្រុងកូរ៉ូលីសិទ្ធិផ្សាយរឿងការបង្ហាញមកដល់នីលីដែលធ្វើដំណើរទៅកាន់ថ្មដ៏ធំមួយហើយនីលីក៏បានយកថ្មពណ៌ស្វាយចេញមកព្រមទាំងបង្កើតក្បួននៅទីនោះបន្ទាប់មកនីលីក៏ធ្វើការស្រូបយកធម្មពលចេញពីថ្មពណ៌ស្វាយរួចមកក៏ធ្វើការវឹកហាត់ប៉ុន្តែដោយសារតែឥទ្ធិពលថ្មពណ៌ស្វាយដែលបណ្ដាលឲ្យរាងកាយនៃ Demon Spirit ឬក៏វិញ្ញាណបិសាចរបស់នីលីមានការឈឺចាប់ផងដែរការស្រូបយកពីថ្មពណ៌ស្វាយរបស់នីលីអស់ពេលជាយូរនីលីក៏ដល់ពេលដែលត្រូវបំបែកពីអាណាចក្រមាសផ្កាយ2ទៅអាណាចក្រមាសផ្កាយ3ឬហៅថា Round Goal Level 3 Star ហើយនីលីគេមិនបានបញ្ឈប់នោះទេគេក៏បានបន្តក្នុងការវឹកហាត់ហើយនៅពេលនោះក៏មាននរណាម្នាក់បានសម្លឹងទៅមើលទៅកាន់លីលីហើយមនុស្សទាំងនោះក៏បានដើរសម្ដៅមកកាន់នីលីដោយគោលបំណងរបស់ពួកគេគឺចង់ប្លន់ចិញ្ចៀនលំហពីនីលីដោយគិតថាប្រកាសជាមានរបស់មានតម្លៃជាច្រើនដែលស្ថិតនៅក្នុងចិញ្ចៀនលំហនោះហើយច្បាយពួកគេដែលមានឈ្មោះថាសៀវឡាំងក៏បានកាន់ដំបងពីរដើរឆ្ពោះទៅកាន់នីលីរីឯនីលីវិញក៏បញ្ចប់នៅការវឹកហាត់របស់គេល្មមនិងបាននឹងខ្លួនថាមានមនុស្សបានដើរសម្ដៅមកកាន់គេដោយក្នុងចំណោមពួកគេទាំងនោះដោយច្បាយពួកគេស្ថិតនៅក្នុងអាណាចក្រមាសនិង3អ្នកទៀតស្ថិតនៅក្នុងអាណាចក្រប្រាក់ដោយជីវិតមករបស់នីលីសៀវឡាំងនេះបានសម្លាប់មនុស្សជាច្រើនដែលបានភៀសខ្លួនចេញពីទីក្រុងកូរ៉ូលីសិទ្ធិក្នុងជីវិតមុនបន្ទាប់មកសៀវឡាំងក៏បានប្រាប់ទៅកាន់លីលីឲ្យប្រគល់ទ្រព្យសម្បត្តិរបស់គេឲ្យមកខ្លួនបើមិនដូច្នេះទេគេមិនអាចចាកចេញពីទីនេះបានទេហើយលីលីក៏បានតបទៅកាន់ពួកគេវិញថាចង់បានរបស់ខ្ញុំមែនទេវាអាស្រ័យលើអ្នកថាមានសមត្ថភាពអាចយកបានឬក៏អត់ហើយសៀវឡាំងក៏បានកើតក្នុងចិត្តបន្តិចហើយក៏បាននិយាយទៅកាន់លីលីថាស្រន់ចេញមិនចង់ផឹកស្រាវិន័យមែនទេហើយសៀវឡាំងក៏បានកាន់ដំបងទាំងពីររបស់គេហោះទៅវាយនីលីចំណែកនីលីក៏ចាប់ផ្ដើមប្រែកន្លាខ្លាយទៅជាខ្លាឃុំផេណាដែលជារូបរាង Demon Spirit របស់គេឬហៅថាវិញ្ញាណបិសាចហើយនីលីក៏ចាប់ផ្ដើមប្រើកម្លាំងធម្មពលដាក់សម្ពាធទៅកាន់សៀវឡាំងហើយសៀវឡាំងក៏ចាប់ផ្ដើមវាយប្រហារទៅកាន់នីលីម្ដងទៀតប៉ុន្តែនីលីប្រើតែដៃមួយក្នុងការទប់ទល់ចំណែកឯសៀវឡាំងវិញប្រឹងចង់អស់ខ្យល់ទៅហើយស្រាប់តែខ្ទាទៅវិញដែលបណ្ដាលឲ្យសៀវឡាំងមានការឡើងកំហឹងជាខ្លាំងដែលធ្វើឲ្យកាន់ដំបងឡើងញ័រដៃហើយចំណែកកូនចៅរបស់សៀវឡាំង3នាក់ទៀតក៏ចាប់ផ្ដើមមកពាត់នីលីហើយក៏បើកការវាយប្រហារប៉ុន្តែចូលមួយខ្ទាតមួយចូលមួយខ្ទាតមួយបន្ទាប់មកពួកគេក៏បានទៅចាប់ជើងនីលីដែលធ្វើឲ្យសៀវឡាំងមានឱកាសហត់ទៅវាយនីលីប៉ុន្តែគ្មានបានចូលទេក៏ត្រូវបាននីលីវាយធ្វើឲ្យខ្ទាតទាំងអស់បន្ទាប់ពីពួកគេវាយមិនឈ្នះនីលីក៏ចាប់ផ្ដើមដាក់មេប្រូចទៅប៉ុន្តែក៏ត្រូវបាននីលីដាក់សម្ពាធទៅកាន់ពួកគេហើយនីលីក៏ធ្វើការសម្លឹងទៅកាន់3នាក់នោះឲ្យនាំខ្លួនទៅកាន់កន្លែងណាមួយបន្ទាប់មកពួកគេទាំង3នោះក៏បានសួរទៅកាន់នីលីថាតើអ្នកចង់ទៅណាវិញដោយនីលីតបទៅកាន់ពួកគេថានាទីខេរដូវខ្មៅពួកគេទាំង3នោះដោយលើបែបនេះក៏បានបដិសេធជាមួយនឹងនីលីយ៉ាងលឿនប៉ុន្តែនីលីនៅតែបង្ខំពួកគេឲ្យនាំខ្លួនទៅប៉ុន្តែក៏មានបរិមម្នាក់បានរត់ចាកចេញពីទីនោះហើយនីលីក៏បានបើកការវាយប្រហារទៅកាន់បរិមម្នាក់នោះដើម្បីគំរាមទៅកាន់បរិម2នាក់ទៀតអស់ជម្រើ2នាក់នោះក៏បានយកព្រមទៅនៅតាមផ្លូវបរិម2នាក់នោះក៏បានលោដាក់គ្នាទៅវិញទៅមកទៅដល់ផ្លូវបំបីពួកគេក៏មានកំណត់អាក្រក់ចង់ដាក់បំបីផ្លូវគ្នាប៉ុន្តែនីលីក៏បានប្រាប់ពួកគេថានាទីខេរដូវខ្មៅគឺនៅខាងស្ដាំប្រសិនបើពួកគេចង់ស្លាប់គឺនិយាយត្រង់ទៅពីអ្នកនោះដោយដឹងខ្លួនក៏បានលើកជង្គង់សុំទោសទៅកាន់នីលីព្រមទាំងព្យាយាមរលេះបកស្រាយរីឯនៅខាងសៅខួងវិញក៏បាននាំមេកុនសម្ព័ន្ធមកកាន់ទីកន្លែងកាត់ហេតុរបស់នីលីដែលបានប្រយុទ្ធពីមុនហើយមេកុនសម្ព័ន្ធក៏បានពិភាក្សាអំពីការប្រយុទ្ធរវាងនីលីនិងក្រុមរបស់សៅខាងក៏ដឹងថាទោះបីជាសៅខាងជាមនុស្សដែលមានអាណាចក្រមាសផ្កាយ5ក៏ដោយក៏ត្រូវបានចាញ់នៅក្រោមដៃរបស់នីលីប៉ុន្តែការវិភាគរបស់មេកុនសម្ព័ន្ធក៏មិនទាន់ច្បាស់ថា
ជាថ្មីដៃរបស់នីលីដែរឬទេប៉ុន្តែការសន្ទនារវាងអ្នកទាំងពីរក៏មិនប្រកាសថាវាជារឿងคล้ายៗនោះទេដោយហេតុថានីលីត្រឹមតែអាយុ14ឆ្នាំអាចឈានទៅដល់កម្រិតនេះបានមិនមែនជាមនុស្សដែលធម្មតានោះទេហើយទីក្រុង Glory City ក៏ប្រកាសជាមានជើងខ្លាំងជាច្រើនដែលនៅទីនោះបន្ថែមពីនោះនីលីប្រកាសជាមានមនុស្សដែលស្ថិតនៅអាណាចក្រមាសខ្មៅដើរតាមឬហៅថា Round Black Gold ហើយមេកុនសម្ព័ន្ធក៏ផ្ដាំទៅឲ្យសោខួងនៅពេលដែលជួបនីលីត្រូវចេះគួរសមនិងប្រុងប្រយ័ត្នចំពោះអាកប្បកិរិយារបស់ខ្លួនបន្ទាប់មកមេកុនសម្ព័ន្ធក៏នាំសោខាងដើរទៅតាមដានរបស់នីលីព្រមទាំងមនុស្សដែលនាំផ្លូវគេមួយសន្ទុះក្រោយមកមេកុនសម្ព័ន្ធក៏បានដើរទៅដល់ផ្លូវបំបែកដូចជានីលីដែរហើយសោខួងក៏គិតថានីលីប្រកាសជាទៅតាមផ្លូវសំដៅទៅកាន់នីតិខេរដូវខ្មៅដោយមេកុនសម្ព័ន្ធក៏បាននិយាយថាការចូលទៅរោងនីតិខេរដូវខ្មៅមិនខុសអ្វីក្រៅពីទៅរោងនៃសេចក្តីស្លាប់តែប៉ុណ្ណោះបន្ទាប់មកមេកុនសម្ព័ន្ធក៏បានហាមឃាត់សោខួងមិនឲ្យបន្តដំណើរទៅកាន់ខាងមុខទៀតដោយសារតែទីនោះគឺជាតំបន់ហាមឃាត់ដូច្នេះមេកុនសម្ព័ន្ធក៏បានប្រាប់ទៅកាន់សោខួងឲ្យរងចាំពួកគេចេញមកខាងក្រៅវិញល្អជាងប្រសិនបើនៅក្នុងពេល2ថ្ងៃមិនឃើញពួកគេចេញមកនោះទេគឺមិនចាំបាច់រងចាំទៀតទេដោយឡែកកន្លែងលីលីណែមកដល់ក៏មានក្រុងឆ្អឹងដែលស្ថិតនៅទីនោះក្នុងសភាពគួរឲ្យខ្លាចបន្ទាប់មកនីលីក៏បានឲ្យថ្នាំបន្សាបទៅកាន់ពីរនាក់នោះដោយសារតែវាជាកម្មបំផុតនោះទេដោយវាកើតឡើងដោយសារតែជាតិពុលចេញពីតំបន់នោះហើយនីលីក៏ប្រាប់ឲ្យពួកគេទាំងពីរប្រយ័ត្នខ្លួនផងហើយធ្វើដំណើរបន្តទៀតនៅពេលដែលពួកគេធ្វើដំណើរមកដល់ទីតាំងបន្ទាប់ក៏ឃើញថាផ្លូវគឺពិបាកនឹងទៅមុខរួចលីលីក៏ឲ្យពួកគេទាំងពីរទៅកាប់ឈើដើម្បីធ្វើជាខ្សែឲ្យមកកាន់ខ្លួនដើម្បីធ្វើដំណើរតហើយពួកគេទាំងពីរក៏បានឆ្ងល់ទៅកាន់នីលីថាហេតុអ្វីបានជាក្មេងម្នាក់នេះមានការឆ្លាតវៃម្ល៉េះបន្ទាប់មកនីលីក៏បានប្រាប់ទៅកាន់ពួកគេទាំងពីរថាឲ្យចងខ្សែពួរប្រវែង300 feet ហើយត្រូវប្រកាសថាវានឹងរឹងមាំបន្ថែមពីនេះទៀតនីលីក៏បានគម្រាមទៅកាន់ពួកគេទាំងពីរថាប្រសិនបើជាពួកគេលេងល្បិចនោះពួកគេនឹងមិនទទួលថ្នាំបន្សាបពីខ្លួននោះទេដោយសារតែជាពលនៅទីនេះហើយថ្នាំដែលលីលីឲ្យនោះមានតែប្រសិទ្ធភាពប្រមាណម៉ោងតែប៉ុណ្ណោះទោះបីជាពួកគេទាំងពីរចាក់ចេញពីទីនេះក៏ដោយក៏ជាតិពលនឹងអាចដំណើរការបានដដែលប្រសិនបើជាមិនបានថ្នាំបន្សាបពិតពីគេនោះទេព្រមទាំងនីលីបន្ថែមពាក្យចុងក្រោយប្រមាណម៉ាត់ទៀតថាប្រសិនបើអ្នកទាំងពីរមិនធ្វើនោះខ្ញុំនឹងសម្លាប់អ្នកទាំងពីរដដែលបន្ទាប់មកពួកគេទាំងពីរក៏បានចាប់កាន់ប្រធានម្នាក់មួយហើយក៏បានរត់ទៅកាប់ដើមឈើនិងពុះបំបែកវាឲ្យបំលែងទៅជាខ្សែមួយសន្ទុះក្រោយមកពួកគេទាំងពីរក៏បានធ្វើការរួចរាល់ឲ្យទៅកាន់នីលីហើយនីលីគេក៏បានប្រកល់ថ្នាំបន្សាបបែបប្រកាសឲ្យទៅកាន់ពួកគេទាំងពីរព្រមទាំងឲ្យពីអ្នកនោះចាកចេញពីទីនេះទៅបន្ទាប់មកនីលីក៏ធ្វើដំណើរទៅរកនីតិខេរដូវខ្មៅដោយខ្លួនឯងព្រមទាំងគិតថានៅក្នុងជីវិតអតីតកាលរបស់ខ្ញុំបានធ្លាក់ចូលទៅក្នុងទីតាំងរបស់នីតិខេរដូវខ្មៅដែលចែកដន្យហើយក៏មានសំណាងគ្រប់គ្រាន់ដើម្បីនៅរស់ហើយក៏បានរកឃើញនៅរបស់ល្អនៅទីនោះផងដែរបន្ទាប់មកនីលីក៏បានធ្វើដំណើរមកដល់ជ្រោះជ្រៅមួយហើយក៏បានវិភាគទៅកាន់ទីនោះតមកនីលីក៏បានចងខ្សែហើយក៏បានសម្រុកខ្លួនចូលទៅកាន់ជ្រោះដ៏ជ្រៅនោះនៅពេលទៅដល់បាតនីលីក៏ធ្វើដំណើរទៅកាន់ខ្លងទ្វារមួយនិងព្យាយាមស្វែងរកវិធីដើម្បីដោះក្បួននិងសាលាចរឹកហាមឃាត់ផ្សេងទៀតអូខេអ្នកទាំងអស់គ្នាអរគុណសម្រាប់ការតាមដានទស្សនាយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀតសូមអរគុណដូច្នេះពីសំណាក់ admin 3K សម្រាប់សូមជម្រាបលាបាយចប់